ើរកំសាន្តឆ្លងឆ្នាំថ្មីសម្រាប់ឆ្នាំ2025ឆ្លងចូលឆ្នាំ2026របស់ក្រុមគ្រួសារនឹងខ្ញុំចាចឹងក៏សូមជ័យអ្នកទាំងអស់គ្នាទស្សនានោះតទៅចុះអាប់ដល់កសម្រាប់ដំណើរកំសាន្តនេះផងដែរគឺយើងធ្វើដំណើរទៅឆ្លងឆ្នាំនៅប្រទេសវៀតណាមចានៅដាឡាចាអញ្ចឹងដំណើរឡើងគឺយើងនាំគ្នាចេញម៉ោង4ភ្លឺក្រៅពីម៉ោង4ភ្លឺដើម្បីយើងធ្វើដំណើរតាមរថយន្តឆ្ពោះទៅគោលដៅបាវិតដើម្បីយើងឆ្លងទៅកាន់ប្រទេសវៀតណាមចាបន្ទាប់ពីយើងបានទូពីប៉ាសពតរួចរាល់គឺយើងបានចូលមកក្នុងប្រទេសវៀតណាមហើយរយៈពេលដែលយើងធ្វើដំណើរមកដល់ក្នុងប្រទេសវៀតណាមនេះគឺខ្ទង់ប្រហែលជាម៉ោង9ហើយគឺយើងទៅឆ្លងស្រុកអាហារពេលព្រឹកចាសម្រាប់អាហារពេលព្រឹកនេះគឺយើងចូលទៅញ៉ាំបបរបាញ់កាំងដែលជាកន្លែងដែលល្បីជាងគេហើយឆ្ងាញ់នៅគៀកតូដែនចាបន្ទាប់ពីយើងស្រស់ស្រួលអាហារពេលព្រឹករួចហើយគឺយើងបន្តដំណើរទៅមុខទៀតចាអញ្ចឹងការធ្វើដំណើរនេះគឺមានរយៈពេលយូរអញ្ចឹងទម្រាំតែទៅដល់ដាឡាត់ហ្នឹងគឺយើងត្រូវជិះប្រហែលជាច្រើនម៉ោងដែរទម្រាំតែដល់អញ្ចឹងប្រហែលជាដល់ហ្នឹងខ្ទង់ពេលរៀងយប់ចាប្រហែលជាខ្ទង់ម៉ោង8 9មកដល់ដាឡាត់ចាចឹងនៅពេលយើងជិះរហូតទៅដល់ម៉ោង2:11ហ្នឹងគឺយើងក៏នាំគ្នាហូបអាហារពេលថ្ងៃត្រង់បន្តចាអញ្ចឹងនៅក្នុងហាងមួយនេះផងដែរគឺអាហារគេភាគច្រើនគឺគេដាំបាយគេហ្នឹងគឺបែបកូនក្អមទៅតូចតែមួយទៅដូចទំនងដែរចាអញ្ចឹងហើយឆ្ងាញ់អាហារបែបដាំជាក្អមអញ្ចឹងមកទៅវារសជាតិវារៀងឈ្ងុយចាបន្ទាប់ពីយើងបានសម្រាប់ញ៉ាំអាហារថ្ងៃក្រោយរួចហើយយើងមកបន្តដំណើរទៅមុខបន្តទៀតចាអញ្ចឹងគឺយើងជិះប្រហែលជា6ម៉ោងទៅដល់ដាឡាត់ចាពេលដែលយើងមកដល់ដាឡាត់ហ្នឹងគឺយើងចូលទៅញ៉ាំសាច់អាំងនៅកន្លែងដែលគេល្បីគេហៅថាសាច់អាំងលើភ្នំចាអញ្ចឹងគឺនៅលើហ្នឹងគឺត្រជាក់ខ្លាំងមែនតែនសូម្បីតែយើងនិយាយហ្នឹងក៏ចេញផ្សែងតាមមាត់ដែរចាគឺត្រជាក់ខ្លាំងនិយាយមកអត់ឃើញ Hello It doesn't record Why you blow my face គម្រោងដែលក្រុមគ្រួសារនឹងខ្ញុំមកឆ្លងឆ្នាំនៅប្រទេសវៀតណាមនៅឯដាឡាត់នេះគឺយើងបានរៀបចំទុកមុនប្រហែលជាមួយខែហើយយើងបានកក់មកឃើញនៅកន្លែងស្នាក់នៅអីរួចរាល់ចាបើមិនចឹងទេគឺដោយសារថ្ងៃហ្នឹងគឺជាថ្ងៃដែលគេដើរច្រើនអញ្ចឹងគឺបើសិនយើងអត់មកឃើញមុនទេគឺយើងអត់មានកន្លែងសម្រាប់ទេដូចជាមានឡានជូនយើងទេពួកអ្នកទេសចរគឺច្រើនមែនតើអានេះគឺនៅព្រឹកឡើងគឺយើងចាប់ផ្ដើមធ្វើដំណើរដើម្បីទៅកំសាន្តនៅកន្លែងដែលយើងនឹងគ្រោងទុកចាអានេះគឺយើងចូលមកញ៉ាំអាហារពេលព្រឹកហើយមិនយើងធ្វើដំណើរបន្តទៅមុខទៀតចាសម្រាប់ទៅលេងកន្លែងកំសាន្តដែលយើងមានគម្រោងរួចរាល់ហើយថាយើងនឹងទៅលេងកន្លែងណាខ្លះអញ្ចឹងចានេះគឺជាកន្លែងកំសាន្តដំបូងរបស់ក្រុមគ្រួសារនឹងខ្ញុំចាអញ្ចឹងខ្ញុំអត់ដឹងថាភាសាវៀតណាមនៅកន្លែងគេហៅថាអីទេប៉ុន្តែគ្រាន់តែថាចូលទៅគឺយើងទិញសម្បត្តិចាអញ្ចឹងយើងទិញសម្បត្តិអញ្ចឹងនៅពេលយើងទិញសម្បត្តិរួចរាល់នេះគឺនៅក្នុងកន្លែងទាំងអស់ហ្នឹងគឺយើងអាចជិះនៅរបស់លេងជាច្រើនដែលគេមានណាយើងអាចជិះពីណាក៏បានដែរមានន័យថាគឺគេបូករួមតម្លៃនៅក្នុងនឹងរួចរាល់ហើយយីចានៅពេលដែលយើងចូលមកដល់ព្រានហ្នឹងគឺកូនរបស់ខ្ញុំហ្នឹងគឺគាត់ចង់លេងគ្រប់ល្បែងកំសាន្តទាំងអស់នៅក្នុងនឹងចាអញ្ចឹងខ្ញុំក៏ចូលរួមហើយចាហើយជាមួយនឹងក្មួយខ្ញុំក៏ដូចជាបងខ្ញុំអីវិញគឺនាំគ្នាលេងគ្រប់គ្នាចាហើយសប្បាយខ្លាំងមែនតើការលេងល្បែងកំសាន្តពីល្បែងមួយទៅល្បែងមួយគឺយើងតទៅកន្លែងទៀតចាអញ្ចឹងនេះគឺយើងចូលទៅជិះឡានចាឡានគេហៅឡានប៉ុណ្ណឹងគេយ៉ាងម៉េចទៅខ្ញុំដែរជិះដែរទៅលើកទី1ដែរដែលសាប់បងជិះចាតែសប្បាយខ្លាំងចាជិះហ្នឹងគឺសប្បាយនិយាយទៅក្នុងល្បែងនៅក្នុងនោះទាំងអស់ឲ្យតែយើងមានកម្លាំងលេងគឺយើងលេងបានចាគឺគ្រប់ល្បែងទាំងអស់គឺសុទ្ធតែសប្បាយOkay please stop This is the break stop Yes go Okay This is there Maybe This is the break Maybe Put the car again Okay let's go Yeah Go
តពីយើងលេងល្បែងកំសាន្តបានមួយចំនួនហើយគឺយើងក៏សម្រាប់សិនចាហើយគឺយើងទៅមើលនៅកន្លែងដែលគេមានជាសួនសត្វចាមានសួនសត្វកន្លែងផ្សេងទៀតចាអញ្ចឹងគឺយើងក៏ដើរមើលសិនចាហើយបន្តទៅលេងល្បែងកំសាន្តបន្តទៀតចាត្រង់កន្លែងនេះផងដែរគឺយើងនាំគ្នាលេងល្បែងកំសាន្តមកប្រភេទគឺយើងលេងជាក្រុមកន្លែងហ្នឹងចាអញ្ចឹងគឺអ្នកគឺហូរសាភ័យគឺផតគឺចូលចាNàng ơi. Hả? Bà. Anh ấy chăm mẹ. Đi, tức là chăm đi. Lơ với ban cả nè. Ở đây lơ gì? Cái đó lơ. Lơ thì lẹ ngọt là kham đầy là. Kham bắt lê chứ này. Tao. Tao bán đấy tao. បន្ទាប់ពីគ្រប់គ្នាគឺលេងកំសាន្តនៅល្បែងផ្សេងៗរួចរាល់ក៏ដូចជាទស្សនានៅសួនសត្វផ្សេងៗហ្នឹងគឺក៏នាំគ្នាឃ្លានចាហើយអ្នកគឺអស់កម្លាំងឃ្លានបាយចាអញ្ចឹងក៏យើងមកចូលនៅកន្លែងហូបបាយថ្ងៃត្រង់ហើយដើម្បីយើងបន្តដំណើរទៅកន្លែងកំសាន្តមួយកន្លែងទៀតចានេះគឺយើងមកកាន់កន្លែងកំសាន្តមួយប្រភេទទៀតមិនតែកន្លែងនេះគឺភាគច្រើនគឺសម្រាប់នារីបើសិនជាគាត់ចូលចិត្តថតរូបចាគឺកន្លែងនេះគឺស្អាតសិតតផ្កាចាមានសួនផ្កាសួនអីគឺស្អាតតែខ្ញុំថតអត់បានអស់ទេចាហើយមានសួនផ្កាវាមានសួនបន្លែសួនអីចឹងណាចាដល់វគ្គញ៉ាំទឹកសណ្តែកចានេះទឹកអីគេទឹកស្បែកខៀវ បន្ទាប់ពីយើងញ៉ាំទឹកសណ្តែកជុំគ្នារួចរាល់ហើយគឺយើងធ្វើដំណើរមកកន្លែងសម្រាប់ឆ្លងឆ្នាំចាអញ្ចឹងគឺយើងត្រូវជិះមកហើយយើងរកកន្លែងចតហើយយើងត្រូវធ្វើដំណើរដោយថ្មើរជើង
ចាដើម្បីយើងចូលទៅកន្លែងមួយដែលគេសម្រាប់គេឆ្លងឆ្នាំចាហើយមនុស្សច្រើនមែនតើចាសម្រាប់នៅដាឡាត់នេះផងដែរនៅពេលដែលកាន់តែយប់គឺកាន់តែចុះត្រជាក់ខ្លាំងចាអញ្ចឹងនៅថ្ងៃដែលពួកយើងទៅឆ្លងឆ្នាំហ្នឹងអាកាសធាតុគឺចុះត្រជាក់នៅសល់តែ10ទៅ11អង្សាទេចាXin này, áo ba đi, áo ba hết. Okay. Đấy. Happy New Year Papa ជំរាបប៉ាប៉ាហើយមានសុខភាពល្អ Let's go ឆ្នាំថ្មីហើយ បន្ទាប់ពីឆ្លងឆ្នាំរួចរាល់ចានេះគឺយើងចូលនៅឆ្នាំថ្មីចា2026នៅថ្ងៃទី1ចាអញ្ចឹងក៏យើងម្នាក់យើងធំអស់កម្លាំងដែរពួកគេអត់សូវបានដែរចាព្រោះដោយសារទំនំទៅឆ្លងឆ្នាំចប់ម្នាក់មកបានដេកម៉ោង2ចាតែក៏យើងត្រូវក្រោកប្រហែលជាម៉ោង8ព្រោះដើម្បីយើងធ្វើដំណើរទៅកន្លែងកំសាន្តបន្តទៀតបើមិនចឹងទេគឺយើងអត់បានកន្លែងកំសាន្តដែលយើងចង់ទៅអញ្ចឹងណាអញ្ចឹងគឺយើងត្រូវតែសហការគ្នាដើម្បីយើងបន្តដំណើរទៅលេងតទៀតចាសម្រាប់កន្លែងកំសាន្តដែលខាងនេះខ្ញុំបន្តហ្នឹងគឺវាមានទេសភាពស្អាតច្រើនតែខ្ញុំអត់បានថតទេចាអញ្ចឹងគឺខ្ញុំថតយកកន្លែងដែលយើងមកជិះ cable car សម្រាប់យើងមើលទេសភាពនៅជុំវិញដាឡាត់ហ្នឹងតែម្ដងចាសម្រាប់ការជិះ cable car នេះបងទាំងពីររបស់ខ្ញុំនេះគឺគាត់អត់ដែរជិះទេគឺលើកទី1របស់គាត់តែម្ដងដែលគាត់ជិះ cable car ហ្នឹងចាពួកកម្ពុជាវារៀងខ្ពស់ដែរសូម្បីតែខ្ញុំមើលចុះក្រោមវារៀងសេវដែរចាកន្លែងហ្នឹងចាតែនៅពេលដែលខ្ញុំទៅសាប៉ាហ្នឹងវារៀងពោះជាងនឹងខ្លាំងពោះជាងឆ្ងាយអញ្ចឹងសម្រាប់ខ្ញុំវាអត់អីទេតែសម្រាប់ក្រុមគ្រួសារនឹងខ្ញុំវិញគឺគាត់រៀងភ័យដែរចាចាំបន្ទាប់ពីយើងបានធ្វើដំណើរកម្សាន្តពីកោះវ៉ាន់ងាយចាអញ្ចឹងនៅពេលរសៀលនេះផងដែរគឺយើងមកមើលកន្លែងដែលគេរាំជារបាំទុនជាតិចាសម្រាប់គម្រោងដំណើរកម្សាន្តរបស់ក្រុមគ្រួសារនៃខ្ញុំហ្នឹងគឺដំបូងឡើយហ្នឹងគឺយើងថាលេងនៅដាឡាត់ហ្នឹងរហូតដល់ថ្ងៃត្រឡប់ទៅផ្ទះវិញចាតែដោយសារខ្ញុំប្រាប់បងខ្ញុំគឺគាត់មានបញ្ហាលាក់ស៊ីកាសធាតុរិស័ព្ទតិចចាអញ្ចឹងគឺតម្រូវឲ្យគាត់ហ្នឹងគឺត្រូវមករកពេទ្យចាអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តបកមកហូជីមិញចាដើម្បីមកបានលេងហូជីមិញម្ដងហើយក៏វានៅគិពេទ្យដែរចាបើសិនជាកូនខ្ញុំគាត់មានបញ្ហាលាក់ស៊ីខ្លាំងអីគឺយើងនាំគាត់ចូលពេទ្យតែម្ដងចាតែដោយសារម្ដងគាត់តែយើងដូរមកដល់ហូជីមិញភ្លាមហ្នឹងគឺកូនប្រុសរបស់ខ្ញុំគឺគាត់ជំងឺរបស់គាត់វារៀងស្បើយវិញចា
ចឹងបន្ទាប់ពីក្រុមគ្រួសារនឹងជូនគាត់បាន check out ហើយគឺយើងបានមកដល់ហូជីមិញចាអញ្ចឹងកន្លែងកំសាន្តបន្តរបស់ពួកខ្ញុំហ្នឹងគឺខ្ញុំទៅលេងអាគារដែលខ្ពស់ជាងគេចានៅហូជីមិញចាអញ្ចឹងនៅខាងលើនេះគឺមុននឹងយើងឡើងគេតម្រូវឲ្យយើងនេះគឺ booking អាហារចា booking អាហាររួចរាល់ហើយនៅពេលដែលដល់ពេលយើងឡើងទៅលើហ្នឹងគឺគេទៅដល់នោះគេរៀបចំអាហារឲ្យយើងតែម្ដងចាអញ្ចឹងនៅពេលដែលយើងឡើងទៅដល់ហ្នឹងកន្លែងនេះគឺខ្ញុំអត់បានថតនៅមុខម្ហូបដែលពួកខ្ញុំបានកំងទេចាដោយសារខ្ញុំធ្វើកាត់ដែរចានៅពេលដែលយើងធ្វើដំណើរទៅលេងនៅអាគារដែលខ្ពស់ជាងគេរួចរាល់គឺយើងនាំគ្នា check in ចាសម្រាប់ការគេងនៅហូជីមិញមួយយប់ចាអញ្ចឹងការយើង booking អូតែនៅខាងដាឡាត់ហ្នឹងគឺយើងត្រូវចោលអស់មួយយប់ចាហើយគឺយើងមកស្នាក់នៅកន្លែងនេះវិញចានៅហូជីមិញវិញដោយសារ booking ឡើងវិញចាអញ្ចឹងយើងបានគេយើងបានលេងចាអញ្ចឹងបន្ទាប់ពីយើង check in រួចរាល់គឺយើងធ្វើដំណើរដល់ជិះ Grab ចាហើយយើងក៏បន្តទៅកន្លែងគេហៅ Pop Street នៅហូជីមិញនិងកំសាន្តនៅពេលរាត្រីមួយផ្លែចាចាំបន្ទាប់ពីដំណើរកំសាន្តនៅពេលយប់រួចរាល់ហ្នឹងគឺពួកខ្ញុំហ្នឹងក៏នាំគ្នាដល់ពេលវេលាដែលត្រូវត្រឡប់មកផ្ទះវិញចាអញ្ចឹងនៅសល់ពេលវេលាច្រើនដែរគឺយើងអាចដើរលេងកំសាន្តនៅហូជីមិញហ្នឹងបានមួយព្រឹកដែរចាអញ្ចឹងជាបឋមនេះគឺយើងចូលទៅញ៉ាំគេហៅថា ចាប្រាប់កូនក្មួយខ្ញុំកន្លែងនេះគឺម្នាក់ដោយសារណាយប់មិញហ្នឹងដើរនៅ Pop City វិញយប់ដែរអញ្ចឹងម្នាក់ក្រោកនឹងយឺតអញ្ចឹងអ្នកខ្លះចេញមកគឺអត់ថតបានម៉ាក់កាយអីទេពួកគ្នាត្រូវថតរូបក៏ចាអញ្ចឹងស្រីអ្នកទាំងអស់គ្នាដឹងស្រាប់ហើយយើងត្រូវការមុខតែងមុខអីចឹងណាចានិយាយតែមកដល់កន្លែងនេះគឺគ្រប់រសជាតិតែម្ដងចាមានតាំងពីចាវិចនៅគ្រឿងសម្អាងលើតុផាត់មុខបដាហូបបដាចាដើម្បីយើងបន្តដំណើរទៅថតរូបចាខ្ញុំវិញអត់ផាត់មុខអត់បានដែរហ្នឹងព្រោះយើងដើរយើងត្រូវការផាត់មុខលាបលេលាបអីដើម្បីកុំឲ្យខូចសាច់អីចឹងណាចាបន្ទាប់ពីយើងបានស្រស់ស្រាយអាហារពីព្រឹករួចរាល់ហើយគឺយើងនាំគ្នាមកដើរមើលផ្សារចានេះគឺហៅថាផ្សារបុរាណពីដូចផ្សារធំថ្មីរបស់យើងអញ្ចឹងចាអញ្ចឹងផ្សារនេះគឺវាតាំងជំនាន់ពីសង្គមចានៅសល់រហូតដល់ឥឡូវចាគឺគេអកំណេតគឺគេទុកដើម្បីទុកជាប្រវត្តិសាស្ត្រអញ្ចឹងណាចាអញ្ចឹងនៅក្នុងនោះគឺគេមានជាវត្ថុអនុស្សាវរីយ៍ផ្សេងចាការដើរលេងផ្សារនេះក៏យើងចូលទៅមើលតាមផ្លែទេហើយអញ្ចឹងគឺយើងក៏ធ្វើដំណើរដោយជិះរថភ្លើងក្រោមដីដើម្បីឆ្ពោះទៅកន្លែងកំសាន្តរបស់យើងនេះទៀតចាបើយើងជិះឡានវារៀងឆ្ងាយហើយវាប្រើរយៈពេលយូរអញ្ចឹងដោយសារពេលយើងវាខោចដែរអញ្ចឹងគឺយើងតម្រូវយើងនាំគ្នាជិះរថភ្លើងចារថភ្លើងក្រោមដីដើម្បីយើងបានចំណេញពេលវេលាចាហមអីហមដីទៅលឿនមកយើងទៅខាងនេះបាត់ណាស់មួយដេកមែនគាត់អត់មួយដេកអត់ភ្នែកខ្លួនឯងបើកអត់រួចហ្នឹងបើធំមើលអត់ធំដំណឹងចូលបើកមាត់ធំមកហាមកហើយធំnhưហ្នឹងមើលអត់ធំទេងាប់ហើយមើលតាបើភ្នែកធំមើលបានបើភ្នែកធំមើលបើភ្នែកបែរធំមើលអត់ធំទេចាប់បាត់ពីរនាក់ហ្នឹងតែភ្នែកគេទួញម្លេះអាកំពៅមើលកំពៅជិះផ្សេងកំពៅបើភ្នែកធំនេះអត់ធំនៅអត់ធំនៅនៅអត់ធំនៅភ្នែក
បន្ទាប់ពីយើងបានជិះរថភ្លើងហើយក៏យើងបានមកដល់នៅកន្លែងកំសាន្តរបស់យើងមួយទៀតចាអញ្ចឹងកន្លែងកំសាន្តនេះផងដែរគឺយើងត្រូវទិញសម្បត្តិដើម្បីចូលចាហើយនៅក្នុងគឺគេមានល្បែងកំសាន្តផ្សេងៗតែនៅពេលដែលយើងទៅចង់លេងល្បែងកំសាន្តទាំងអស់នេះគឺយើងត្រូវ pay លុយបន្ថែមតែដោយសារពេលវេលារបស់យើងថោកផងដែរគឺពួកយើងអត់មានចំណុចអីក្រៅពីត្រឹមតែទស្សនាហើយក៏យើងត្រូវប្រញាប់ដើម្បីត្រឡប់មកកន្លែងដើមសម្រាប់ការធ្វើដំណើរត្រឡប់ទៅផ្ទះវិញចាបងអញ្ចឹងគឺយើងហួសម៉ោងនៅការវាយ passport ចេញចានៅកន្លែងនេះផងដែរក្រុមគ្រួសារនឹងខ្ញុំនេះគឺសម្រាប់ចិត្តសម្រាប់ការឆ្លៀតពេលវេលាបន្តិចក្នុងការចូលទៅមើលរូងភ្នំ300ឆ្នាំរបស់គេចាអញ្ចឹងនិយាយទៅរូងភ្នំនេះវាជាប្រភេទរូងភ្នំសិប្បនិមិត្តទេចាតែយើងចង់ដឹងថានៅក្នុងនេះខ្លះគឺយើងឆ្លៀតមើលបន្តិចទៅមុនយើងត្រឡប់ទៅផ្ទះវិញអញ្ចឹងណាចាĐôi. Cái chạy sang châu ăn, mà mình xoay kia rồi bà ông bà bao hai không này. Em bật bật lớn, lai ra đúng không? សម្រាប់ការដើរទស្សនានៅកន្លែងកំសាន្តចុងក្រោយនេះគឺបានរួចរាល់ចាអញ្ចឹងពួកខ្ញុំក៏ត្រឡប់មកសម្រាប់ការជិះរថភ្លើងត្រឡប់ទៅកន្លែងដើមចាហើយគឺមានឡានសម្រាប់ចាំយើងចាអញ្ចឹងគឺយើងត្រូវជិះដើម្បីមកទោសអានឲ្យទាន់ពេលវេលាក្នុងការដែលយើងត្រូវវាយ passport ចេញចាបន្ទាប់ពីយើងវាយ passport រួចរាល់ហើយគឺយើងបានចូលមកដល់ទឹកដីប្រទេសកម្ពុជារបស់យើងវិញចានេះគឺយើងរៀនពេលយប់ថ្ងៃគឺយើងនាំគ្នាឆ្លៀតដើម្បីស្រស់ស្រូបនៅអាហារពេលយប់ឲ្យហើយតែម្ដងត្រួយរបស់មកដល់ទឹកគឺរៀងយប់ចាសម្រាប់ដំណើរកម្សាន្តរបស់ក្រុមគ្រួសារនេះខ្ញុំត្រូវបានបញ្ចប់អរគុណច្រើនសម្រាប់ការទស្សនាបាយបាយ